ភាពសួរអំពីអ្នកគ្នានឹងជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំបានយករឿងផ្លែថ្មីផ្លែអារម្មណ៍មួយមកសម្រាប់ប្រាប់បងប្អូនអ្នកគ្នារឿងពិតជាអមខ្លាំងមែនទែនជាភាពយន្តដូចរឿងចឹងគឺជាអញ្ចឹងតែវាអត់ដូចទាំងស្រុងទេអញ្ចឹងគឺជាក្មេងតូចម្នាក់នេះគូខ្លាំងមែនទែនអាចជំនះទៅឧបសគ្គដែលការជំរុញប៉ាម៉ាក់របស់គេបានអញ្ចឹងកុំឲ្យបងប្អូននឹងតាមដានទស្សនារឿងរបស់យើងយូរជើងទៅចូលសាច់រឿងតែម្ដងទៅព្រោះថារឿងហ្នឹងតែចាញ់តែភាគមួយទេចាខ្ញុំយកតែភាគមួយហ្នឹងមកសម្រាប់ប្រាប់បងប្អូនទៅដោយសារភាគពីរហ្នឹងគេអត់ទាន់ចាញ់ទេអញ្ចឹងហើយចាំភាគពីរចាញ់ចាំខ្ញុំប្រាប់បងប្អូនអ្នកគ្នាទៅអញ្ចឹងចូលរឿងទាំងអស់គ្នាតាមសាច់រឿងយើងបានឃើញជាមួយនឹងឡានពណ៌ខៀវមួយជិះតម្រង់ទៅផ្ទះរបស់គេហើយខ្ញុំគិតថាគេអ្នកមានដែរអ្នកធ្វើការអសស្ដាំដែរខ្ញុំអាចថាបរិះអ្នកហ្នឹងគឺជាទូប្រកថាបានដែរថាត្រឹមត្រូវហើយមកគ្នាអ្នកហ្នឹងគឺជាទូប្រតែគេមានឈ្មោះថាសុគិនចឹងខ្ញុំហៅថាគិនចាស់ហើយគិនហ្នឹងទៅមកពីធ្វើការព្រោះថាគេហ្នឹងមានការងារធំដុំហើយមានប្រពន្ធកូនមានឯនៅផ្ទះហើយគេក៏បានដើរទៅផ្ទះរបស់គេទៅចឹងដើរនឹងលក្ខណៈថាគេដាក់អាយុចឹងខ្ញុំលក្ខណៈថាខាត់ពេលដែរពេលឃើញយូរចឹងយើងក៏មកដល់ផ្ទះរបស់គេវិញធំខ្លាំងមែនតើហើយគេក៏បានដើរចូលទៅក្នុងផ្ទះបានឃើញប្រពន្ធនិងកូនរបស់គេកំពុងតែនិយាយគ្នាហើយគេក៏បានហៅប្រពន្ធរបស់គេហើយប្រពន្ធរបស់គេមានឈ្មោះថាទីណាយើងក៏បានសម្លឹងមកប្តីរបស់គេទៅហើយខ្ញុំសូមណែនាំឈ្មោះទៅស្អីគឺទៅស្អីឈ្មោះណាកូនរបស់គេមានឈ្មោះថានីតាមើលទៅចំណងជើងក៏ដឹងដែរមានឈ្មោះថានីតាហើយណាក៏បានសួរស្អីទៅកាន់ប្តីនាងហ្នឹងក៏បាននិយាយថាបងមានកាដូឲ្យអូននិងកូនផងដែរហើយបងមានអារម្មណ៍ថាហត់ខ្លាំងណាស់តែអូនមករៀបចំម្ហូបអាហារឲ្យបងហើយឬនៅហើយគេនិយាយចប់កូនរបស់គេនឹងគឺអរខ្លាំងមែនទែនដែលបានឲ្យទិញអីមកផ្ញើអញ្ចឹងកូនណាក៏ដូចកូនណាដែរពេលឲ្យទិញអីឲ្យនឹងមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែនហើយនេះណាក៏បានថាអូនរៀបចំវាហើយអញ្ចឹងហើយបងអាចចូលទៅក្នុងទៅញ៉ាំអាហារអីបានហ្នឹងណាហើយមកកូនរបស់គេនឹងកាច់ដូចកាច់វាអញ្ចឹងឯងតែរបស់គេប្រក់ដើរចូលទៅរួចផ្លេចកាន់ដៃប្រពន្ធហើយគេក៏បានបោកមកកាន់ដៃប្រពន្ធគេវិញពេលហ្នឹងគឺខ្ញុំពិតជាអសនាខ្លាំងមែនទែនដល់បោកប្រពន្ធទៀតខ្ញុំក៏ចាំងខ្លាំងមែនដែរគេក៏បានកាន់ដៃប្រពន្ធរបស់គេចូលទៅក្នុងទៅដូចជាមានការអីចឹងចាប់ទាញគ្នាមកគ្នាថាដល់ឡើងចឹងរួចហើយគេក៏បាននាំប្រពន្ធរបស់គេទៅឡើងលើផ្ទះតែម្ដងគឺដូចជាមានការសំខាន់អីធ្ងន់ធ្ងរអញ្ចឹងតាមឡើងគេហ្មងគេតាមមកមើលនេះមើលនោះរួចគេក៏បាននាំប្រពន្ធគេឡើងលើផ្ទះប្រពន្ធក៏មានការឆ្ងល់ដែរប្តីអញកាត់អីហ្នឹងហើយធ្វើការហាត់នឹងកាត់អីមែនតែគណៈថាឆ្ងល់ណាក៏ឆ្ងល់ដែរប្តីមកធ្វើច្រឹកអញ្ចឹងហើយប្តីក៏បានប្រេងដៃគេហើយក៏ហៅគេហើយគេក៏បាននិយាយថាអូយបងមួយថ្ងៃមានការអីមែនបានអូនឡើងមកលើផ្ទះអញ្ចឹងសួរទីដែលបាននិយាយខំមកអ្នកគ្នាគឺញាក់ទៅយាយហើយខាងក្រៅក៏បាននិយាយថាបងមានរឿងចង់និយាយជាមួយអូនហ្នឹងណាគឺកូនរបស់ម្ចាស់ក្រុមហ៊ុនបងនោះគេដូចជាចាប់អារម្មណ៍បងហើយគេតែចាំបោកលក្ខណៈតង់ទៀមបងតែម្ដងអូនចឹងបងអត់នឹងទៅធ្វើមិនទេហើយបងមានអារម្មណ៍ថាទើសខ្លាំងមែនទែនពេលចូលមកចិត្តព្រោះថាវាជាកូនរបស់តែកែបងជិះឲ្យបងមិនអាចធ្វើអីកើតឡើយបងបានត្រឹមសង្ងំនៅស្ងៀមតើអូនអាចជិះបងបានទេគេនិយាយឡើងវិញឡើយទៀតគឺខ្ញុំនិយាយបានតែប៉ុណ្្នឹងទេមកណាគ្នាព្រោះថាខ្ញុំនិយាយលឿនពេកព្រោះខ្ញុំថាអត់អីទេទឹកឲ្យអូនដោះស្រាយជិះឲ្យបងឯងចុះទៅញ៉ាំទៅចុះទេអូនដោះស្រាយទៅចុះគេខឹងវិញទៅសេងខាងខ្លាំងមែនតែមកណាគ្នាហីណាមិនចង់បានប្តីអញហើយកូនគេបានសួរថាណាតារឿងនឹងមិនណាកូនចង់នឹងខ្លាំងណាស់មកអញអត់ប្រកបបានទេកូនអាចជឿបានអត់ហើយគេក៏បានញ៉ាំដាក់ម៉ាក់គេទៅហើយម៉ាក់របស់គេក៏បាននិយាយថាហើយអ្នកដែលធ្វើការជាមួយក្រុមជាកូនរបស់តាកែប៉ាឯងហ្នឹងគឺគេចង់តាក់ទងប៉ាឯងហើយចឹងហើយយើងត្រូវតែកំចាត់វាឲ្យបានម៉ាក់ពិតជាចង់កំចាត់វាចឹងខ្លាំងណាស់តើកូនឯងមានវិធីអីជួយម៉ាក់ដែរទេម៉ាក់មានអារម្មណ៍ថាធន់ឆាប់ជាមួយវាខ្លាំងណាស់វាតែធ្វើឲ្យម៉ាក់ហត់ជារៀងរហូតហ្មងណាហើយរឿងនឹងមានតែប៉ុណ្្នឹងទេបាយ